សូមជូនប្រឡោមលោករឿងអនុស្សាវរីយ៍អ្នកទោសកោះត្រឡាចភាគទី2ហួសក្បាលប្រលប់បន្តិចហើយទិដ្ឋភាពនៅកោះត្រឡាចមានមហន្តការខ្មៅសូនសុងស្ងាត់ជ្រងំវាយោបោកបក់អង្រុនរុក្ខជាតិលន់ឮសំឡេងស្រោបស្រាវយូរម្ដងផ្លេចបន្ទោបញ្ចេញកាំរស្មីភ្លឺផ្លេចស្រមោលមនុស្សពីរនាក់ខ្មៅស្លុងអោនងើបលឿនស្លាវក្នុងព្រៃព្រឹក្សាលតាវរដោយចារបុរសប៉ុន្មាននាទីក្រោយមកក្បូនឫស្សីថ្មីមួយស្រឡាងបានអណ្ដែតលើផ្ទៃទឹកនៃមហាសាគរប្របឆ្នេរនៃព្រៃញាតស្បាតរហោស្ថានស្រមោលខ្មៅទាំងពីរអំបញ្ញមិញបានមកសន្ធិដ្ឋលើក្បូនដែលមានស្រមោលហាត់ថាប្រវេប្រវាជ្រងជ្រងាងកាន់កំណាត់ឫស្សីដោលច្រានបន្សាត់ក្បូនឲ្យលូនចេញពីមាត់ច្រាំងយ៉ាងរហ័សក្នុងចន្លោះវេលាកន្លះម៉ោងមកហើយមិនទាន់បានឮស័ព្ទសំឡេងឆ្លើយឆ្លងអ្វីទាំងអស់គេឮតែសូររលកបោកបក់ប៉ះក្បូនលាន់ដោយព្យុះសង្ឃរាផ្ទាំងរលកទឹកជំនោបោកបញ្ជូនក្បូនឲ្យអណ្ដែតត្រសែតម្ដងផ្អៀងទៅឆ្វេងម្ដងផ្អៀងទៅស្ដាំស្ទើរតែក្រឡាប់ផ្កាប់ផ្ងាមានសភាពមុជងើបឥតឈប់ឈរសំភាភ័យអដោយដឹងថាខ្លួននឹងគ្រូកំពុងស្ថិតនៅឆ្ងាយពីឆ្នេរកោះបន្តិចទៅហើយប្រហែលផុតពីក្រសែភ្នែកអ្នកយាមល្បាតផងតែប៉ុណ្ណេះបានជោគជ័យហើយមែនទេលោកគ្រូមិនប្រកាសនៅឡើយទេប្រសិនបើស្អែកព្រឹកយើងមើលទៅឃើញត្រើយមកខាងច្បាស់ទើបយើងប្រកាសជានឹងមានភ័ព្វវាសនាមែនលោកគ្រូអាចដឹងបានទេឥឡូវក្បូនយើងអណ្ដែតទៅទិសខាងណាលោកគ្រូងើបក្បាលមើលមេឃហើយឆ្លើយថាបើតាមការកំណត់យកផ្កាយកូនមន់ធ្វើជាត្រីវិស័យយើងកំពុងតែបែរមុខឆ្ពោះទៅទិសពាយ័ព្យចុះបើយើងបានទៅដល់ត្រើយម្ខាងនាទិសពាយ័ព្យមែនតើគេហៅស្រុកអីទៅលោកគ្រូសំណួរឯងនេះផុតពីការចេះដឹងអញហើយប៉ុន្តែទោះបីជាប្រទេសណាក្តីក៏មិនមែនជាបញ្ហាចោតទេគ្មានឧបសគ្គអីដែលនាំឲ្យព្រួយបារម្ភនៅវេលាដល់ត្រើយខាងនោះឡើយឯងកុំឆ្ងល់ឆ្កួតអញ្ចឹងដោយលោកគ្រូមានប្រសាសន៍មែនទោះក្បូនយើងទៅជាប់នឹងក្រុងអាសូរាឬក៏នគរគន្ធពណាក្តីក៏ប្រសើរជាងអារំបល់កោះត្រឡាចនេះដែរកុំឲ្យតែធ្លាក់ដល់ពិភពនេះអានឹងបានជាគ្រោះថ្នាក់មែនទេលោកគ្រូណែសំភាធ្វើដំណើរតាមហាជលសាឬតាមព្រៃភ្នំគេមិនត្រូវមាត់កផ្ដេសផ្ដាស់ដូចនេះទេសំភាបានដឹងថាខ្លួននិយាយនេះខុសទំនងដោយលោកគ្រូថាមែនក៏ស្ងៀមមាត់មួយសន្ទុះគេបែរជាយកដៃទះក្បូនឫស្សីបន្ទោជាភ្លេងហើយច្រៀងម្នាក់ឯងបណ្ដែតអារម្មណ៍ទៅតាមមនោសញ្ចេតនាដែលគេកំពុងនឹកទៅរកនាងខែម៉ាវាយោបក់វក់រលកបោកលើក្បូនប្រៀបដូចអូនសូនក្តីស្នេហ៍បែរជាមងរៀមនឹកព្រួយចិត្តចង់ស្ទួយជួយនួនល្អតែបំណងបងរលីធ្លីអំពុលបាសំណាងសាងអតីតពិតជាគូមិនរងយូរគូជាទ្របធ្លាប់ដែលស្គាល់យើងនឹងបានឋានសុខុមព្រំទេផ្ដល់ផុតកងវល់អំពុលទុកសុខជួបគ្នាបងសន្យាថាតស៊ូបដូរជីវិតឲ្យតែចិត្តមិត្តមូលមុំពុំឃ្លាតឃ្លាបងយកឈាមរៀមទៅថ្វាយចាត់បូជាដល់ទេវានាឋានព្រំពុំភ្លេចឡើយ
លោកគ្រូស្រែកផ្្លាត់សំឡេងធ្វើឲ្យសិស្សភ្ញាក់ដាច់ចម្រៀងមនោសញ្ចេតនានោះត្រីលោតមកលើក្បូនយើងនេះចាប់ឲ្យបានសម្ភាអោនសង្កត់ចាប់ត្រីជាប់យកខ្សែចងទុកមួយអន្លើដោយសេចក្តីត្រេកអរឥតឧបមាឯងចេះច្រៀងពីរោះណាស់ប៉ុន្តែចម្រៀងឯងមិនសូវមានខ្លឹមសារជាប្រយោជន៍ជាតិសោះធម្មតាទេឯងជាយុវជនតែងតែជំពាក់ចិត្តនឹងគំនូចស្នេហ៍ពីបុព្វជាតិមែនហើយមិនខុសគ្នាពីអញប៉ុន្មានទេខ្ញុំបាទភ្លេចសូនឈឹងតែម្ដងលោកគ្រូបានសន្យាថានឹងពណ៌នាពីជីវប្រវត្តិឲ្យខ្ញុំបានស្ដាប់ឥឡូវសូមមេត្តាភ្លាមមកព្រោះជាឱកាសល្អណាស់កណ្ដាលមហាសាគរល្វឹងល្វើយនេះចម្រៀងឯងអំបញ្ញមិញធ្វើឲ្យអញស្រងេះស្រងោចខ្លោចចិត្តនឹកអាណិតខ្លួនដែលមានជីវិតឯកោក្នុងកោះចង្រៃនេះអស់កាលជាយូរអង្វែងស្ទើរតែគ្មានកម្លាំងរៀបរាប់ឲ្យឯងស្ដាប់ណាស់ហើយអញគ្រាន់តែប្រាប់ឯងត្រួសខ្លះចុះអញមានជីវិតតែតោលដូចឯងដែរខុសគ្នាតែត្រង់អញមានបងប្អូន3នាក់ដែលស្លាប់បាត់បង់ទៅហើយដោយជំងឺអហេតុវីរោគប៉ុន្មានឆ្នាំមុនអញជាប់ទូក្រិតនេះស្រុកកំណើតអញនៅភូមិប្រឡាយមាសស្រុកស្វាយតងខេត្តមាត់ជ្រូកអំបូរត្រកូលអញមានឋានៈមិនក្រំបាយជាងឯងប៉ុន្មានទេខុសប្លែកតែត្រង់ឪពុកម្ដាយអញពីមុននឹងគាត់ចែកឋានទៅគាត់បានចែកគេមរតកដីស្រែ5ហិកតាផ្ទះខ្នងនិងប្រដាប់ប្រដាកំពេចកំពុកឲ្យអញជាកម្មសិទ្ធិប៉ុណ្ណោះចំណេជរកាជាខាងក្រោយមកអញបានចូលទៅសាងភ្នោះបួសជាសង្ឃចេញទៅសិក្សានៅឯខេត្តព្រះត្រពាំងបាន5វស្សាក៏នឿយណាយភេទបព្វជិតលាចាកសិក្ខាបទមកប្រកបអាជីវកម្មជាសាមញ្ញជនស្រាប់តែបងជាដូនមួយអញម្នាក់ដែលកាន់កាប់បណ្ដោះអាសន្នមិនព្រមប្រគល់គេមរតកទាំងនោះមកឲ្យអញសោះមហិច្ឆតាការលោភលន់ឥតមេត្តាបង្កើតបានជាអធិការក្តីក្តាំងដល់និមឺនឃុំដោយសំអាងលើគេមរតកមិនទាន់បានផ្លាស់ឈ្មោះមកអញត្រឹមត្រូវតាមច្បាប់បងជាដូនមួយអញនេះបានទៅពឹងសែនសំណូកឲ្យនិមឺនយួនម្នាក់ជួយបង្វែរដានសំណុំរឿងដីហើយធ្វើការសម្លុតគម្រាមកំហែងយ៉ាងឃោរឃៅមកអញជាម្ចាស់ទ្រព្យដោយអញគ្រាន់តែឆ្លើយតវ៉ាវាមិនសុខចិត្តប៉ុណ្ណោះនិមឺនយួនម្នាក់នោះគេក៏យកធ្វើជាលេសចាត់ទុកថាជាពាក្យប្រមាថគេជាមន្ត្រីហើយក៏ចាប់ចងអញយកទៅធ្វើទរណកម្មនៅក្នុងផ្ទះរបស់វាអស់រយៈពេល1យប់1ថ្ងៃដោយគ្មានឲ្យបាយទឹកអ្វីទាំងអស់គេបានគម្រាមកំហែងជាច្រើនដើម្បីឲ្យអញឈប់រវល់តវ៉ាពីរឿងដីនេះទៀតអញកើតក្តីក្តៅក្រហាយចងគំនុំគុំគួនបដិញ្ញាចិត្តថានឹងសងសឹកអាយុនោះវិញនៅក្នុងខែណាឆ្នាំណាមួយឲ្យតតែបានសម្រេចគិតស្រេចអញចូលព្រៃភ្នំសំងំរៀនយុទ្ធវិជ្ជាដោយគ្មាននរណាម្នាក់ដឹងឮឡើយ2ឆ្នាំក្រោយមកអញលបដើរសម្ដៅទៅផ្ទះវាសម្រាប់គ្រួសារវាចោលអស់បានដោយបំណងមែនហើយក៏រត់ភៀសខ្លួនតាមទូកនេសាទគេជាបន្តបន្ទាប់រហូតទៅឯស្រុកព្រះត្រពាំងវិញ1ឆ្នាំកន្លងមកដោយនឹកស្មានថាការនេះប្រហែលជារលត់រលាយបាត់ទៅហើយផងរាជការឯនោះក៏ប្រហែលជាមិនដឹងរឿងនេះផងអញមានការធ្វេសប្រហែសរហូតគេចាប់ខ្លួនបាននៅក្នុងផ្សារដែលអញកំពុងដើរតយងយការកាត់ទោសលោកគ្រូប៉ុន្មានឆ្នាំ38ឆ្នាំបាទដូច្នេះលោកគ្រូមកនៅកោះត្រឡាចនេះបាន10ឆ្នាំហើយមែនទេនឹងហើយចុះលោកគ្រូចេះមានគំនិតស្នេហាជាតិពីអង្ការមកឯងមិនបាច់ឆ្ងល់ទេឧត្តមគតិនេះឯងគង់តែនឹងបានយល់នឹងបានស្គាល់នៅវេលាដែលឯងបានជួបផ្ទាល់នឹងលោកគ្រូធំអញឯណោះជាមិនខានទោះជាយ៉ាងណាក៏ខ្ញុំបាទតស៊ូទៅជាមួយលោកគ្រូឲ្យបានជួបនឹងលោកគ្រូធំដែរព្រោះថាបើខ្ញុំនៅឯស្រុកកំណើតនៅក្នុងពេលឆាប់នេះមុខជាទទួលគ្រោះថ្នាក់ការព្យាបាទសងសឹកពីគ្រួសារអាគូដណ្ដឹងសងសារខ្ញុំមិនខានដូច្នេះឯងមិនបោះបង់ចោលនាងនោះហើយឬផ្សងតាមវាសនាចុះលោកគ្រូក៏ប៉ុន្តែនាងបានសន្យានឹងខ្ញុំបាទព្រមទាំងបានតាំងសច្ចាប្រណិធានជាលីលាអសរក្នុងសម្បត្តិនាងគួរឲ្យទុកចិត្តណាស់ណែសំភាឯងរវល់តែរឿងស្នេហាមិនរាវរកមើលកំបិតចានឆ្នាំងធ្លាក់ក្នុងទឹកអស់ទេដឹងមិនអីទេលោកគ្រូនៅចិត្តខ្ញុំនេះហើយបន្ទាប់ពីសំងំស្ដាប់សັບរលោកបោកបែកផ្កាត្រែងមកសំភាផ្ដាំនិយាយថាតាមពិតលោកគ្រូនិងខ្ញុំបាទប្រហែលជាមានឧបនិស្ស័យពីបុព្វជាតិហើយ
បានជាមកអង្គុយលើក្បូនបណ្ដែតផ្សងសំណាងក្នុងមហាសមុទ្រតែពីរអ្នកគត់ខ្ញុំបានរក្សាអនុស្សាវរីយ៍នេះរហូតជីវៈជីវាំងមិនភ្លេចទេម្យ៉ាងទៀតបើខ្ញុំមានភ័ព្វសំណាងបានជួបនឹងនាងខេមម៉ាសង្សារខ្ញុំមែនខ្ញុំបាទនឹងធានារ៉ាប់រងចិញ្ចឹមលោកគ្រូលុះអវសានជីវិតឯងបានអីចិញ្ចឹមអញបើឪពុកម្ដាយក្មេកមិនពេញចិត្តនឹងឯងសោះតើឯងមានលទ្ធភាពអីដែលអាចទំនុកបំរុងជីវិតអញបានបើអញ្ចឹងខ្ញុំបាទត្រូវតែរៀនស្នេហ៍ពីលោកគ្រូដើម្បីទៅបញ្ចូលចិត្តឲ្យគាត់ស្រឡាញ់ពេញចិត្តទៀតស្នេហ៍អញងាយបំផុតបើឯងចង់ចេះរៀនបាលីមិនពិបាកនឹងទន្ទិញពេកទេឬលោកគ្រូស្នេហ៍អញមិនពិបាកប្រើបាលីទេប្រើចិត្តទៅវិញគឺថាឯងត្រូវធ្វើខ្លួនឲ្យបានប្រកបព្រមនៅគុណសម្បត្តិ7យ៉ាងគឺចិត្តតស៊ូមានចិត្តអំណត់ចិត្តសប្បុរសស្រឡាញ់ការងារស្លូតត្រង់ក្លាហានសុភាពរាបសារនេះជាកំពូលស្នេហ៍ពូកែស័ក្តិសិទ្ធិមិនត្រឹមតែឪពុកម្ដាយក្មេកឯងទេអ្នកនាងណាក៏អត់ទ្រាំមិនបាននឹងស្រឡាញ់ឯងដែរខ្លាចតែមាសពេជ្រទេដែលខ្ញុំបាទរកមិនបានបើគ្រាន់តែអញ្ចឹងវាងាយស្រួលណាស់សម្រាប់ជីវិតកូនកំព្រាដោយរូបខ្ញុំនេះលោកគ្រូចាំមើលចុះឯកទិវារាត្រី2អ្នកទោសកោះត្រឡាច2នាក់បានធ្វើដំណើរចលាគុំផ្សងព្រេងតាមមហាជលសាវាយោបោកបក់និងកម្ដៅព្រះតនគរញៀងឲ្យគ្រូនិងសិស្សខ្មៅមុខខ្មៅមាត់មើលស្ទើរតែមិនចង់ស្គាល់រក្ខិតកាលទី2រំលងអាត្រៀតហើយសូរស័ព្ទមករងាវឬល្វើយល្វើយឆ្លងឆ្លោយតាមបណ្ដោយភូមិខ្មៅដង្គមដង្គូលវែងអន្លាយនាត្រោយសមុទ្រដែលមិត្តយើងស្ទើរតែហក់ហែទៅដល់មួយស្របក់ក្រោយមកក្បូនក៏ទើគឿងនឹងថ្កល់លែងកំរើកគេនាំគ្នាយកជើងរាវក្នុងទឹកសមុទ្ររាក់កំផែលភក់លបបកប់ជើងទាំងពីរនាក់ចុះចេញចោលក្បូនដោយដៃម្ខាងម្ខាងកាន់កំបិតដើរដកជើងក្នុងភក់លបាប់យ៉ាងតឹងសរសៃឡើងសំដៅទៅឆ្នេរសំភារបាយក្រោយបណ្ដើហើយស្រែកលាកោះត្រឡាចថ្លែងអំណរគុណក្បូនឫស្សីលាហើយកោះត្រឡាចឈ្មោះឯងនេះពីរោះណាស់អាថ្លើមឯងកុំច្រឡំថាអញមកលេងច្បាប់ណាអានាងអញលាអារំបល់ឯងរហូតហើយឯងនៅឲ្យបានសុខចោះអាសម្លាញ់អាប់គេចោលភ្នែកសម្លឹងក្បូនហើយបន្តថាអញអរគុណច្រើនណាស់ក្បូនឫស្សីឯងប្រសើរជាងរុក្ខជាតិនានាបើគុំតែឯងបានទៅដុះលើកោះចង្រៃនេះអញមិនដឹងថាមានគុណសម្បត្តិដល់ម្លឹងទេឯងចេះមានសង្គមធម៌ជាងមនុស្សខ្លះទៅទៀតក៏ប៉ុន្តែឯងកុំមាត់ក៏ខ្ជិះខ្ជាឲ្យគេដឹងព្រោះគ្នាមិនមែនជាអ្នកទេសចរអ្នកធារាសាស្ត្រឬជលសាស្ត្រអីទេដោយឯងដឹងស្រាប់ហើយបើឯងមិនអាណិតអញក៏គួរយោគយល់ដល់លោកគ្រូអញដែរ10ឆ្នាំហើយអាថ្លើមនៅកោះត្រឡាចក្រោយពីបានដើរកាត់ព្រៃព្រឹក្សាដុះទៀបក្បែរមាត់សមុទ្រប្រមាណកន្លះម៉ោងមកគេបានប្រទះឃើញផ្លូវលំតូចមួយលាតសន្ធឹងក្រវិចក្រវៀនតាមបណ្ដោយច្រាំងជលសាស្រមោលខ្មៅធំស្ទង់ខាងនេះផ្លូវគេហដ្ឋានមួយឥតពន្លឺចង្គៀងហាក់ដូចជាគ្រួសារកំពុងលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ប៉ុន្តែចម្លែកគួរឲ្យនឹកឆ្ងល់រកជឿមិនកើតដោយគ្មានសត្វចតុបាទទ្វេបាតណាមួយបញ្ចេញសូរស័ព្ទជាទីសន្តាប់ដល់អ្នករតិចរយើងសោះក្នុងខណៈដែលទៅចិត្តគេហដ្ឋានស្ងាត់ជ្រងំនេះគេចង់ស្រែកហៅសុំសេចក្តីអនុញ្ញាតពីម្ចាស់ផ្ទះក៏ស្រាប់តែភាពល្វឹងល្វើយលហលហេវឥតចិញ្ចាំងបិទបាំងប្រកាសជាស្បាន់ឡើងបែរជាឃើញរូបព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនស្ថិតនៅចំកណ្ដាលដូចជាសក្ការៈឋានទៅវិញលោកគ្រូនិងសិស្សអរគុណណាស់ចូលទៅយ៉ាងប្រញាប់ប្រញាល់គយគុណពិនិត្យពិច័យសពគៀនក្រលៀតយល់ភ្លាមថាពិតជាសាលាឆោតទៀនរបស់ប្រជាជាតិខ្មែរយើងពិតប្រាកដមែនប៉ុន្តែដោយហត់នឿយកាយពលនិងអត់ងងុយពេកក៏ប្រះខ្លួនសំងំដេកទាំងពីរនាក់លងលក់ដោយត្រូវមុនសណ្ដំមហាយៈភ្លាមទៅ
សក្ការៈឋាននេះដែលកសាងឡើងនិងជួសជុលរៀងរាល់ឆ្នាំដោយស្នាដៃនៃពុទ្ធបរិស័ទខ្មែរក្នុងភូមិក្រសាំងស្ថិតនៅត្រង់ជ្រោយសមុទ្រដែលមានដើមចេកទេសជាច្រើនដុះទ្រុបទ្រុលតែមួយកង្វល់នេះអ្នកស្រុកបានហៅជាសមត្ថនាមថាជ្រោយម្ជែកមានចម្ងាយប្រមាណ30គីឡូម៉ែត្រនាទិសបូព៌ាឈៀងអាគ្នេយ៍ពីទីរួមខេត្តពូលាវព្រឹទ្ធាចារ្យយើងបានដំណើរប្រាប់ថាប្រហែលជាជិត1សតវត្សរ៍កន្លងមកហើយកន្លែងនេះកាលដែលដីសមុទ្រដុះមិនទាន់បានចម្ងាយប៉ុន្មានអ្នកស្រុកចំនួននោះបានប្រទះឃើញស្នាបាទាមនុស្សជាតិជន់ឡើងពីមហាសមុទ្រមានទំហំធំរកជឿស្ទើរមិនកើតគឺទទឹងសមល្មមនិងបណ្ដោយប្រមាណ1ម៉ែត្រអភូតហេតុមហាអស្ចារ្យនេះបានប្រដេះឡើងឲ្យព្រឹទ្ធាចារ្យយើងឃើញជាប្រជៈអស់កាលប៉ុន្មានទិវារាត្រីជំនាញជនផ្អើលឆោឡោចោលរបររោគទទួលទានពរកូនជញ្ជូនចៅទៅពិនិត្យមើលមហាសទ្ធាជ្រះថ្លាក៏ដោះដាលឡើងគ្រប់គ្នាដោយសន្និដ្ឋានថាប្រកាសជាអ្នកមានបុណ្យបានជន់ទុកជានិមិត្តរូបនៃការផ្ដល់នូវសេចក្តីចម្រុងចម្រើនក្នុងភូមិឋាននេះម្ល៉េះហើយសម័យប្រជុំក៏បានវិនិច្ឆ័យដោយស្របមតិជាឯកច្ឆន្ទថាត្រូវតែប្រគំដូរតន្ត្រីពិណពាទ្យសែនថ្វាយហើយកសាងសាលាមួយទុកធ្វើជាសក្ការៈឋានតរៀងទៅចាប់តាំងពីថ្ងៃនោះមកការថ្វាត់ថ្វាយបូជាយ៉ាញ់បន់ស្រន់តែងតែបានធ្វើឡើងជារៀងរាល់ថ្ងៃខែដាច់និងពេញបរមីសេចក្តីប្រាថ្នារមែងបានសម្រេចស័ក្តិសិទ្ធិមែនដំណឹងនេះបានផ្សព្វផ្សាយស្ទើរតែគ្រប់ខេត្តខណ្ឌក្នុងកម្ពុជាក្រោមយ៉ាងឲ្យជនជាតិចិនយួននាខេត្តឆ្ងាយមកគោរពបូជាជាហូរហែរៀងរាល់ឆ្នាំមិនចេះដាច់ប៉ុន្តែក្នុងមួយឆ្នាំពិធីធ្វើសក្ការៈបូជាធំជាងគេគឺនៅថ្ងៃពេញបរមីខែផល្គុនព្រោះជាថ្ងៃខួបកំណើតនៃអច្ឆរិយបាទានេះមុនអសន្និសុខសម័យរថយន្តនិមឺនកហបតីជាច្រើនបន្តកន្ទុយគ្នាទៅចូលរួមពិធីបុណ្យខួបសក្ការៈបូជាគ្រូនិងសិស្សដេកស្កប់ស្កល់យ៉ាងស្រួលរហូតដល់ព្រះសូរិយារះផុតខ្ពស់ចុងព្រឹក្សាហើយអ្នកដំណើរយើងភ្ញាក់ឡើងគួរឲ្យនឹកសង្ការកុមារ2នាក់មានអាយុប្រមាណជា10ឆ្នាំស្របាក់ស្របាលគ្នាខ្លួនអាក្រាតសម្បកខ្មៅជួតក្បាលចិត្តតីក្រហមអង្គុយពេនភ្នែនទល់មុខគ្នាយ៉ាងសង្ហាបិទភ្នែកទាំងពីររញីរញ័រអង្រួនក្បាលជង្គង់ញាក់ទៅត្រឹកក្នុងខណៈដែលលោកគ្រូនឹកឆ្ងល់សួរថានាងស្រុកនេះឈ្មោះស្រុកអីកុមារចម្លែកលើកដៃក្រវីបដិសេធញាប់ជាសញ្ញាហាមឃាត់អ្នកដំណើរកុំឲ្យសួររួចក៏ស្រាប់តែស្ទុះក្រោកឡើងក្រញោងក្រញាងហក់លោតកន្ត្រាក់ដងខ្លួនបន្ទោសដល់អ្នកដំណើរដោយសំឡេងក្រអៅដូចជាមនុស្សមានវ័យចំណាស់ថាឯងមើលងាយរដ្ឋាជាស្ដារយើងហ៊ានមកដេកចំខែងក្នុងកន្លែងយើងដោយគ្មានការគួរសមអ្វីសោះអ្នកដំណើរយល់ភ្លាមពិតជាអរិយអ្នកតាសក្ការៈឋាននេះខឹងខ្នាញ់ខ្លួនដោយមិនបានធ្វើវន្តនកិច្ចមុននឹងអាស្រ័យទាំងពីរអ្នកភ័យតកមាសំឡេងញ័រលើកហាត់ប្រណំព្រមគ្នានិយាយលួងលោមរូបសន្ធិដ្ឋដោយប្រៃវិចារសូមលោកម្ចាស់មេត្តាអភ័យទោសផងចុះយើងខ្ញុំទាំងពីរនាក់នៅស្រុកឆ្ងាយពុំបានយល់ស្គាល់អ្វីសោះទេយើងដឹងហើយឯងនៅឆ្ងាយអំពើល្មើសនេះធ្ងន់ធ្ងរណាស់យើងត្រូវដាក់ទណ្ឌកម្មឲ្យឯងស្គាល់មហិទ្ធិឫទ្ធិយើងម្ដងលោកម្ចាស់អើយកំហុសដោយអចេតនានៃជនជាតិខ្មែរដូចជាយើងខ្ញុំនេះសូមលោកមេត្តាប្រោះប្រណីផងចុះយើងខ្ញុំនឹងតបស្នងសងគុណូបការៈតាមតែលោកបង្គាប់រូបសន្ធិដ្ឋហាក់ដូចជាសំងំគិតមានទឹកមុខរីករាយស្រាយចិញ្ចើមងើបមុខឡើងស្រដីស្រួលវិញភ្លាមឯងឈ្មោះអីខ្ញុំបាទឈ្មោះមហាពលតបរួចចង្អុលទៅសិស្សនោះឈ្មោះសំភាឯងទៅណាមានការអីរូបសន្ធិដ្ឋសួររំខានខ្ញុំបាទនាំសិស្សទៅជួបលោកគ្រូធំឈ្មោះសឹមពីលីនៅភ្នំពពាលសំណោចរូបសន្ធិដ្ឋផ្ទុះលាន់រលាក់ដូចគេចាក់ទឹកពីក្អមរួចស្រែកខ្លាញ់អីយ៉ាសឹមពីលីល្អណាស់យើងលើកលែងកំហុសនេះភ្លាមចូលឯងយកសារនេះទៅឲ្យសឹមពីលីមហាមិត្តយើងកំខាន
បញ្ចប់សេចក្តីភ្លាមអភូតកោក្រញែងខ្លួនស្ទុះទៅទាញយកក្រដាស់ស្រោមធូបនិងឆ្អឹងជើងធូបដែលឆេះបានតែពាក់កណ្ដាលហើយសរសេរជាលិលាអក្សររហ័សស្មេមើលស្ទើរមិនយល់រួចបត់ជាច្រើនផ្នត់ហុចទៅឲ្យមហាពលដោយញញឹមថាយកទៅឲ្យសឹមពលីទៅយ៉ាងប្រញាប់ទៅលោកគ្រូនិងសិស្សរលះរលាំងចលីលាចេញពីសក្ការៈឋានដោយព្រឺព្រួចភ័យខ្លាចសង្ការគិតមិនយល់គេសម្លឹងគយគុណតាមបណ្ដោយឆ្នេរដើមឈើដង្គមធំវែងអន្លាយលាតសន្ធឹងពីទិសបូព៌ាឆ្ពោះទៅទិសបស្ចិមប្រមាណច្រើនយោជន៍មិនឆ្ងាយពីនេះប៉ុន្មានព្រះវិហារដ៏ធំខ្ពស់ស្កឹមស្កៃរំលេចក្បូរក្បាច់រចនាផុតចុងព្រឹក្សាបង្ហាញនូវសក្ខីភាពដ៏ត្រចះត្រចង់នៃស្ថាបត្យកម្មកម្ពុជាជាស្នាដៃរបស់បុព្វបុរសខ្មែរយើងរាប់សតវត្សមកហើយបន្ទាប់ពីបានចូលទៅប្រស្រ័យតាក់ទងសាកសួរដឹងសពគ្រប់ពីព្រះសង្ឃនៅក្នុងវត្តក្រសាំងស្រេចគេក្រាបបង្គំលាលោកគ្រូចៅអធិការធ្វើដំណើរទៅទិសខាងលិចតាមផ្លូវលំក្បែរឆ្នេរជលសាគយគុណទេសភាពប្លែកគួរឲ្យកើតចិត្តបេតិប្រមោទក្រៃលែងផ្ទះក្បឿងផ្ទះស្លឹកចម្រុះប្រងព្រាតមើលដាច់កន្ទុយភ្នែកទាំងពីរអ្នកដើរបណ្ដាសន្តានាបណ្ដាអញមិននឹកស្មានថាភូមិខ្មែរនៅមាត់សមុទ្រនេះធំវែងរាប់យោជន៍យ៉ាងនេះសោះគួរឲ្យសប្បាយរីករាយនឹងរស់នៅមែនណាសំភារបាទសប្បាយសុខសាន្តមែនអំបញ្ញមិញឈ្មោះភូមិកសាំងព្រះចៅអធិការបានប្រាប់យើងថាបន្ទាប់ពីទីនេះទៅវត្តពេជ្រវត្តកណ្ដាលដើមអំពិលឈូងធំព្រៃជាប់ព្រៃជ្រៅសម្បើមណាស់លោកគ្រូនៅសាលាជ្រោយមួយជែកពីព្រឹកមិញអភូតហេតុនេះគួរឲ្យឆ្ងល់ណាស់សម្បត្តិនេះសោតក៏មិនដឹងជាបានន័យថាយ៉ាងម៉េចទៅវិញទេសំភារខ្ញុំបាទព្រឺក្បាលស្ទើរតែរត់ចោលលោកគ្រូទៅហើយប្រសិនបើយើងកាប់សម្លាប់រូបអរិយកុមារនោះចោលទៅតើវាយ៉ាងម៉េចទៅវិញទៅលោកគ្រូប្រហែលជាប្រែคล้ายទៅជាមហាយៈសមុទ្រទេដឹងប៉ុន្តែយើងមិនត្រូវប្រឆាំងតបនឹងអភូតកោក្នុងសក្ការៈឋានអញ្ចឹងទេការសន្តានាឆ្លើយឆ្លងគ្រូនិងសិស្សចេះតែបន្តរដឹករហូតដល់ម្ដុំចន្លោះភូមិរលួសនិងភូមិឈូងធំនៅវេលារសៀលកងភ្នំស្រាប់តែសំឡេងស្រែកចេញពីកំពូលព្រៃរហោស្ថានស្ងាត់សន្ធាប់យ៉ាងខ្លាំងធ្វើឲ្យអ្នកដំណើរភ្ញាក់ដូចគេកន្ត្រាក់ឈប់ទុចងក់ឈរសម្លឹងម្ចាស់សំឡេងមានគ្នា4នាក់ស្ទុះស្រចេញពីក្នុងព្រៃមកដៃកាន់អាវុធចោមរោងណែអានេះជប់សិនឯងមកពីណាទៅណាមានលុយប៉ុន្មានហ៊ានកាន់កំបិតដើរកាត់មុខអញអ្នកទោះកោះត្រឡាចភាំងស្មារតីនឹកឆ្ងល់ដោយឃើញមៀតម្ចាស់សំណួរធំខ្ពស់ស្រឡះសក់ក្រញាញ់មិនលឺឆ្លើយតបអាមេចោលកំណាចបោះជំហានមកចិត្តបនេចរស្រ័យសម្លុតជាថ្មីបោះកំបិតចោលភ្លាមអាចង្រៃមហាពលបោះកំបិតទៅមកខាងរីឯសំភារកាលបើឃើញលោកគ្រូខ្លួនធ្វើតាមបញ្ជាមេចោលហើយក៏បោះចោលភ្លាមដែរមេចោលសោចរលាក់ហាមានប្រាក់ប៉ុន្មានឲ្យអញភ្លាមឆាប់មហាពលសោចខ្លាំងឆ្លោយតបទៅមេចោលវិញយ៉ាងប្រហើនកំពុងតែអត់ម្ហូបមកជួបក្របីងាប់អញគ្មានមួយរៀលទេលោកប្អូនចៅមេចោលឮសំដីមហាពលតបមកខ្លួនដូចជាមិនភ័យស្លុតសោះគេលន់មាត់ផ្លត់សំឡេងថាអាយ៉ាអាថ្លើមឯងមិនស្គាល់អញតាផុតពីមាត់មិនទាន់មេចោលស្ទុះច្រឡោតជាកំបិតកាប់មហាពលវឹកអ្នកទោសកោះត្រឡាចគៀបផ្លែកំបិតជាប់ក្នុងចន្លោះក្លៀកអាចោខំកន្ត្រាក់ទាញញ័រសក់ក្បាលមិនរបូតពីក្លៀកមហាពលសោះវាភ័យខ្លួនលោតផ្លោះថយក្រោយចោលកំបិតឯកូនចោលទាំង3កាប់បន្ថែមអ្នកដំណើរទៀតប្រាវអ្នកទោសកោះត្រឡាចរហ័សដោយស្វាកិច្ចភ្លេតមហាពលចាប់កំបិតដោយដៃម្ខាងទៀតកញ្ឆក់បោះចោលទៅក្រោយខ្នងប៉ុន្តែផ្លែលំពេងរបស់ចោលទី3បានបុកចំក្បាលពោះមហាពលរួចលោតខ្ទាតមកទៅវិញមិនខុសពីក្មេងយកដំបងទៅបុកសម្បកកង់កៅស៊ូរថយន្តទេសំភារក្នុងខណៈដែលកិច្ចផុតពីផ្លែកំបិតចោលហើយគេបំរុងនឹងស្ទុះទៅសង្គ្របសងសឹកភ្លាមប៉ុន្តែសម្រេចមហាពលហាមឃាត់ជាបន្ទាន់កុំសំភារឈប់ទុកឲ្យវារើសកំបិតចូលមកទៀត
ក្រុមចៅនឹកឆ្ងល់ហួសក្នុងចិត្តហក់ផ្លោះទៅឈរឆ្ងាយរួចដើរតិចទៅចោលសំពាយកញ្ចិបកញ្ចប់ដោយគ្មានស្ដាយស្រណោះមហាពលបង្កោកហៅព្រមទាំងលើកដៃចង្អុលទៅសំពាយថាណែចូលឯងមកយកសំពាយនេះវិញចុះយើងមិនមែនជាសត្រូវនឹងឯងទេអាចោទាំង4ឈប់ឈរសិញ្ចឹងគិតនឹកស្ញោចកោតយុទ្ធវិជាអ្នកដំណើរត្រេះរិះថាអ្នកទាំងពីរនេះមិនមែនជាមនុស្សកាយសាហាវទេខ្លួនទាំងអស់គ្នានឹងស្លាប់បាត់បង់ជីវិតភ្លាមអំបញ្ញមិញនេះប្រសិនបើគេប្រយុទ្ធយកចាញ់ឈ្នះមែនបន្ទាប់ពីឮសំរែកផ្ទួនដោយសម្ដីសណ្ដោសពីមហាពលពេកក្រុមចៅក៏ដាច់ចិត្តដើរសរសៀរចូលមកចិត្តហើយនិយាយដោយសម្លេងទន់ភ្លន់ចុះញោមសូមលោកមេត្តាអភ័យទោសឲ្យយើងខ្ញុំទាំងអស់គ្នាផងចុះសម្ដីមេចៅមហាពលលើកដៃចង្អុលទៅកញ្ចប់កញ្ចប់ចូលឯងយកសំពាយនិងអាវុធទៅវិញចុះយើងមិនទុកឯងជាសត្រូវទេដូចជាយើងបានប្រាប់ឯងហើយប្រសិនណាឯងរាល់គ្នាជាជនបរទេសកុំថាឡើយឯងមានគ្នា4នាក់ច្រើនជាងនេះឯងត្រូវតែវិនិច្ឆ័យដែរទៅចុះក្រុមចៅសម្លឹងមុខគ្នាជាសញ្ញាកោតសរសើរភ័យស្ញើបយុទ្ធវិជាអ្នកដំណើរដែលខ្លួនបុកមួយរំពេងត្រូវចំក្បាលពោះផ្លែរំពេងលោតមកវិញស្ទើរតែជ្រុះចេញពីដៃទាំងអស់គ្នាមានទឹកមុខស្លេកស្លាំងនឹកអៀនខ្មាស់ហួសចិត្តមេចៅមិនដឹងថាជាមានវិចារណញ្ញាណយ៉ាងដូចម្ដេចស្រាប់តែលំអោនកាយបញ្ចេញវិចារជាគិរវៈភាពខ្ញុំសូមសរសើរលោកអស់ពីដួងចិត្តនិងសូមគោរពលោកទុកជាគ្រូបើមិនយល់ទាស់ទេសូមលោកមេត្តាអញ្ជើញទៅផ្ទះខ្ញុំនឹងរៀបចាត់ចែងម្ហូបអាហារជូនលោកល្ងាចនេះយើងត្រេកអរណាស់បើអ្នកអាចផ្ដល់ម្ហូបអាហារឲ្យយើងបានអាស្រ័យព្រោះយើងអត់អាហារពេញមួយថ្ងៃមកហើយបើអញ្ចឹងសូមលោកអញ្ជើញតាមយើងខ្ញុំមកចុះប្រមាណជា20នាទីក្រោយទាំងអស់គ្នាបានទៅដល់ជំរកចៅជញ្ជាំងធ្លុះធ្លាយដូចជាក្រោលចិញ្ចឹមសត្វពីហណៈនៅលើគ្រែឫស្សីមួយលោកគ្រូនិងសិស្សអង្គុយជក់បារីរងចាំពេលចៅចម្អិនម្ហូបអាហារបន្ទាប់ពីបានបរិភោគបាយយ៉ាងឆ្ងាញ់ជាមួយនឹងមាន់ស្ងោរក្តៅឆ្អែតហើយមេចៅសួរមហាពលថាលោកនៅស្រុកណាមានដំណើរទៅណាមកណាយើងទាំងពីរនាក់ជាអ្នកទោសកោះត្រឡាចបានលួចបណ្ដែតក្បូនភៀសខ្លួនត្រឡប់ទៅស្រុកកំណើតនៅខេត្តមាត់ជ្រូកសូមលោកមេត្តាបង្រៀនយុទ្ធវិជាដល់យើងខ្ញុំផងបានទេយើងខ្ញុំនឹងជូនប្រាក់ជាសហួយដល់លោកទេយុទ្ធវិជាខ្ញុំគ្មានអនុញ្ញាតពីលោកគ្រូដើមឲ្យបង្រៀនដល់ជនចំពុកណាដែលយកវិជានេះទៅប្រព្រឹត្តអំពើទុច្ចរិតជាប្រយោជន៍ក្រពះដូចជាអ្នករាល់គ្នានេះទេមហាចៅនឹកខ្មាស់ក៏ធ្វើជាចោទសួរទៅវិញចុះបើលោកគ្រូមិនបានប្រព្រឹត្តអំពើទុច្ចរិតណាមួយមិនបានជាលោកគ្រូជាប់ទោសក្រិតរហូតដល់គេបញ្ជូនទៅឯកោះត្រឡាចអ្នកទោសបានថ្លែងរៀបរាប់ពីអតីតកាលខ្លួនឲ្យចៅស្ដាប់សពគ្រប់មេចៅមិនអស់ចិត្តសួរបញ្ជាក់ចុះបើយើងខ្ញុំឈប់ប្រព្រឹត្តអំពើចោរកម្មនេះតើលោកអាចបង្រៀនបានទេបានប៉ុន្តែឥឡូវនេះយើងមានការប្រញាប់ណាស់មិនអាចបង្រៀនបានទេប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាឈប់ប្រព្រឹត្តអំពើថោកទាបចាប់តាំងពីថ្ងៃនេះតទៅព្រោះជារបរមួយគេស្អប់ខ្ពើមណាស់បន្ទាប់មកមហាពលបានក្រើនរំលឹកក្រុមចៅនៅពាក្យព្រានប្រដៅជាច្រើនឲ្យខំកែខ្លួនជាមនុស្សល្អប្រព្រឹត្តតែអំពើណាជាមនុស្សធម៌ដើម្បីប្រយោជន៍ជាតិគាត់បានពន្លឺពាក្យជាចុងក្រោយថាមុននឹងបែកគ្នាខ្ញុំសូមផ្ដាំអ្នករាល់គ្នាថាត្រូវតាំងចិត្តមុតមមស្រឡាញ់បងប្អូនជនរួមជាតិយើងដែលរស់នៅជាកលសម្ព័ន្ធគ្មានបងឯកតែតោលក្នុងចំណោមសត្រូវស្មោជាតិពាត់ជុំចិត្តផងជាពិសេសសូមឲ្យអ្នកគ្រប់គ្នាលះបង់អំពើទុច្ចរិតនេះចេញកំខានឯយុទ្ធវិជានិងវេទមន្តយើងសន្យាថាគង់ថ្ងៃណាមួយយើងនឹងត្រឡប់មកបង្ហាត់បង្ហាញឲ្យបងប្អូនយើងបានចេះស្ទាត់មិនខានឥឡូវយប់ជ្រៅណាស់ហើយខ្ញុំសូមលាអ្នកទាំងអស់គ្នាហើយមេចៅថ្លែងអំណរគុណដល់អ្នកទោសកោះត្រឡាចដែលបានទូន្មានខ្លួនដោយប្រការផ្សេងមិនតែប៉ុណ្ណោះថែមទាំងបានជូនប្រាក់200រៀលដល់មហាពលដោយបន្លឺថាខ្ញុំសូមជូនលោក200រៀលជាសហួយធ្វើដំណើរបន្ទាប់ពីទទួលបានប្រាក់ដាក់ក្នុងហោប៉ៅហើយ
ទាំងពីរនាក់បន្តដំណើរទាំងយប់ងងឹតសំដៅទៅវត្តឈូងធំប្រឡំលោកនិទានរឿងអនុស្សាវរីយ៍អ្នកទោសកោះត្រឡាចភាគទី2ដែលអស់លោកអ្នកបានស្ដាប់នៅពេលនេះសូមស្លេះតែត្រឹមនេះសិនសូមរងចាំស្ដាប់ភាគទី3នៅឱកាសក្រោយជាបន្តទៀតសូមអរគុណ